ការដែលយើងរំពឹងលទ្ធផលល្អពីកូនតើជាកត្តាជំរុញភាពជោគជ័យឲ្យកូនឬក៏ជាការបំផ្លាញកុមារភាពរបស់កូនព្រោះជាធម្មតាយើងជាឪពុកម្ដាយពេលដែលបញ្ជូនកូនទៅរៀនទាំងខ្ញុំទាំងគេគឺនរណាក៏មានក្តីរំពឹងចង់បានលទ្ធផលល្អពីកូនដែរប៉ុន្តែថាតើក្តីរំពឹងហ្នឹងវាពិតជាជួយឲ្យកូនជោគជ័យឬក៏បំផ្លាញភាពជាកុមាររបស់គាត់បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងនិយាយអំពីថាតើយើងកំពុងតែបង្ខំកូនរៀនឬក៏ជំរុញឲ្យកូនរៀនហ្នឹងជ្រុលពេកដែរឬអត់អញ្ចឹងបងប្អូនត្រូវដឹងថាមូលហេតុដែលធ្វើឲ្យកូនមានសម្ពាធនៅក្នុងការរៀនសូត្ររបស់គាត់ជាពិសេសគឺសម្ពាធផ្លូវចិត្តហ្នឹងគឺវាកើតចេញពីក្តីរំពឹងរបស់ឪពុកម្ដាយដែលនៅពេលដែលយើងបញ្ជូនកូនទៅរៀនយើងតែងតែចង់ឲ្យកូនហ្នឹងរៀនបកែបានចំណាត់ថ្នាក់ខ្ពស់ឬក៏បានលទ្ធផលដែលយើងចង់បានជាទីគាប់ចិត្តអញ្ចឹងជាធម្មតាបើសិនជាលទ្ធផលហ្នឹងគ្រាន់តែយើងលាក់ក្នុងចិត្តរបស់យើងគ្រាន់តែថាយើងចង់បានលទ្ធផលហ្នឹងតែយើងអត់បានដាក់ជាកំហិតដាក់ជាលក្ខខណ្ឌឲ្យកូនត្រូវតែបានលទ្ធផលហ្នឹងឬក៏ប្រាប់កូនថាកូនត្រូវតែបានលទ្ធផលហ្នឹងមិនប៉ាម៉ាក់សប្បាយចិត្តអីអញ្ចឹងអាហ្នឹងវាអត់អីទេប៉ុន្តែបើសិនជាយើងប្រាប់កូនដាក់លក្ខខណ្ឌច្បាស់លាស់ថាកូនឯងរៀនត្រូវតែបានលេខនេះលេខនោះណាឬក៏ត្រូវតែប្រឡងជាប់អានេះអានោះអីអញ្ចឹងបើសិនជាកូនហ្នឹងគាត់មានផ្លូវចិត្តរឹងមាំហើយគាត់អាចមានសមត្ថភាពរៀនសូត្រខំប្រឹងរៀនបានវាអត់អីទេប៉ុន្តែបើសិនជាកូនហ្នឹងគាត់ធ្វើអត់បានហើយគាត់មានផ្លូវចិត្តមិនសូវល្អអញ្ចឹងវាខ្លាចជាសម្ពាធដល់កូនអញ្ចឹងជាធម្មតាមនុស្សយើងមិនថាមនុស្សចាស់ឬក្មេងទេបាទសុទ្ធតែមានសម្ពាធនៅជុំវិញខ្លួនទាំងអស់ប៉ុន្តែវាមានសម្ពាធខ្លះវាជាសម្ពាធល្អហើយសម្ពាធខ្លះទៀតវាជាសម្ពាធមិនល្អដែលខ្ញុំអាចនិយាយថាគេហៅថា healthy pressure ឬក៏ toxic pressure អញ្ចឹងក្នុងបញ្ហារឿងកូនដែលគាត់ថាមានសម្ពាធនេះបើសិនជាយើងមានគោលដៅមួយសម្រាប់គាត់ឬក៏គាត់ខ្លួនឯងហ្នឹងគាត់មានគោលដៅមួយច្បាស់លាស់គាត់មានគោលបំណងការសិក្សារបស់គាត់ច្បាស់លាស់បាទមិនថាគាត់មាន passion របស់គាត់ណាបាទអញ្ចឹងពេលដែលគាត់ខំប្រឹងរៀនខំប្រឹងធ្វើអីក៏ដោយដើម្បីសម្រេចបានគោលដៅហ្នឹងឬក៏ជា passion របស់គាត់ហ្នឹងធម្មតាគាត់ពេលវេលារៀនគាត់អត់សូវបានលេខវាជាសម្ពាធសម្រាប់គាត់ដែរប៉ុន្តែសម្ពាធហ្នឹងល្អព្រោះគាត់ចង់ធ្វើហើយខ្លួនគាត់គាត់គិតថាគាត់អាចធ្វើបានវាជាសម្ពាធល្អអញ្ចឹងអ្វីដែលយើងជាឪពុកម្ដាយចង់បានជាងគេហ្នឹងគឺអាសម្ពាធល្អហ្នឹងហើយបាទអញ្ចឹងថាធ្វើម៉េចបានសម្ពាធល្អហ្នឹងទាល់តែយើងមិនមានការរំពឹងទុកហ្នឹងវាខ្ពស់ខ្លាំងពេកបាទឬក៏មានលក្ខខណ្ឌដាច់ណាត់មួយដែលកូនត្រូវតែទទួលបានលក្ខខណ្ឌទទួលបានលទ្ធផលហ្នឹងអញ្ចឹងទៅបាទអញ្ចឹងសម្ពាធល្អទាល់តែនៅពេលដែលកូនហ្នឹងគាត់មានដូចខ្ញុំនិយាយខាងដើមហ្នឹងគឺថាគាត់ mindset គាត់គឺគាត់មានគោលដៅមួយច្បាស់លាស់របស់គាត់បាទហើយគាត់ចង់ធ្វើអីសម្រាប់អ្វីដោយខ្លួនគាត់អាហ្នឹងអ្វីដែលកើតចេញពីចិត្តខ្លួនឯងកាត់ពី passion ខ្លួនឯងហ្នឹងហើយយើងប្រឹងធ្វើវាដោយព្យាយាមហ្នឹងគេហៅថាសម្ពាធល្អប៉ុន្តែក្នុងលក្ខខណ្ឌថាបើសិនជាគាត់ព្យាយាមធ្វើអីមួយដែលមិនមែនជា passion របស់គាត់ឬក៏វាលើសពីសមត្ថភាពគាត់ណាអានោះវាខ្លាចជាសម្ពាធរបស់គាត់ឧទាហរណ៍ថាយើងបញ្ជូនកូនទៅសាលារៀនឯកជនឬក៏សាលាថ្លៃហើយយើងប្រាប់គាត់ថាហើយមានអ្នកចិត្តផ្ទះឬក៏មានមិត្តភ័ក្តិគាត់អីរៀននៅសាលាដែលថោកជាងគាត់ហើយយើងចាប់ផ្ដើមប្រាប់កូនថាប៉ាម៉ាក់បញ្ជូនកូនរៀនសាលាថ្លៃកូនឯងរៀនធ្វើម៉េចកុំឲ្យចាញ់ម្នាក់ហ្នឹងឲ្យសោះណាអានេះសម្ពាធគាត់មិនដឹងថាម្នាក់ហ្នឹងគេសមត្ថភាពគេប៉ុណ្ណាហើយរៀនធ្វើម៉េចកុំឲ្យចាញ់ចុះបើចាញ់មែនទៅមិនប៉ាម៉ាក់ហ្នឹងខូចបាក់មុខបាក់មាត់ហើយគាត់ហ្នឹងក៏មិនមានកិត្តិយសអីសម្រាប់ពុកម្ដាយសម្រាប់គ្រួសារដែរបាទនេះហើយដែលជាថាសម្ពាធមិនល្អណា toxic គេហៅ toxic pressure បាទអញ្ចឹងលក្ខខណ្ឌវាមិនមែនមានតែមួយទេវាមានច្រើនផ្សេងទៀតដែលជាលក្ខខណ្ឌឪពុកម្ដាយជាការរំពឹងទុករបស់ឪពុកម្ដាយហើយកូននឹងចាប់ផ្ដើម question ខ្លួនឯង question ថាធ្វើបានអត់ចុះបើអត់បានយ៉ាងម៉េចទៅណាអញ្ចឹងមួយថ្ងៃគាត់មានពេលអង្គុយរៀនគិតថាធ្វើម៉េចល្អណាគាត់គិតថាធ្វើម៉េចកុំឲ្យបរាជ័យធ្វើម៉េចកុំឲ្យបាក់មុខមាត់ឪពុកម្ដាយអីចឹងជាដើមដាក់ក្តីរំពឹងទៅឲ្យកូនដែលសម្រេចអីមួយហើយលើសពីសមត្ថភាពកូន
នេះគឺជាសម្ពាធដែលមិនល្អដែលហៅថា toxic pressure ហ្នឹងហើយអញ្ចឹងឪពុកម្ដាយជៀសវាងរឿងដាក់លក្ខខណ្ឌថាឲ្យកូនធ្វើអ្វីមួយបានតាមចិត្តដែលយើងចង់យើងត្រូវមើលសមត្ថភាពកូនដែរអញ្ចឹងនៅពេលដែលកូនគាត់មានសម្ពាធកាន់តែច្រើនទៅវានឹងបង្កបានទៅជា stress យើងចំណាំមើលក្មេងណាកាលណាគាត់មានសម្ពាធច្រើនគាត់ចាប់បានមាន stress ហើយអញ្ចឹង stress នេះវាកើតឡើងចំពោះមនុស្សគ្រប់វ័យទាំងអស់មិនថាតែក្មេងមនុស្សចាស់ឲ្យតែមនុស្សហ្នឹងរស់នៅក្នុងសម្ពាធយូរទៅវានឹងបង្កើតជា stress ហើយ stress នេះយូរទៅយើងមិនព្យាបាលវាយើងទុកឲ្យវាកើតឡើងចំពោះខ្លួនយើងកាន់តែយូរវាคล้ายទៅជាជំងឺបាក់ទឹកចិត្តដែលគេហៅថា depression បាទអញ្ចឹងវាមានដំណាក់កាលបើវាចាប់ដើមពីសម្ពាធទៅជាបញ្ហាថប់អារម្មណ៍ដែលយើងហៅថា stress ហ្នឹងហើយវិវត្តយូររ៉ាំរ៉ៃទៅคล้ายទៅជាជំងឺបាក់ទឹកចិត្តដែលហៅថា depression បាទអញ្ចឹងសម្រាប់ក្មេងយើងអាចមើលសម្គាល់ឃើញថាគាត់មានរោគសញ្ញាថប់អារម្មណ៍ហ្នឹងបើសិនជាក្មេងតូចក្រោម6ឆ្នាំយើងមើលបើសិនជាគាត់អាសាយំអោបដៃអោបជើងយើងអត់ចង់ទៅសាលាឬក៏អត់ចង់ទៅណាឆ្ងាយពីយើងទេបាទយំតោងជើងយើងយកតែហ្មងបាទតោងជើងតោងដៃឬក៏សុកចិត្តថាធ្វើម៉េចតែនៅក្បាលយើងវាយក៏វាយទៅបាទអត់ចង់ទៅឆ្ងាយពីយើងទេនេះជាសញ្ញាមួយដែលបង្ហាញថាគាត់មានបញ្ហាថប់អារម្មណ៍ហើយគឺជា stress ហ្នឹងហើយទី2យើងអាចចំណាំមើលថាគាត់ដោយសារមានសុបិនមិនល្អបាទឬក៏អាសានោមដាក់ពូកអីហ្នឹងក៏ជាសញ្ញា stress ដែរនៅពេលណាដែលគាត់មានសញ្ញាទាំងហ្នឹងគឺមានន័យថាគាត់មានសម្ពាធអីផ្លូវចិត្តគាត់ពីមុនហើយបានឈានដល់ចំណុចហ្នឹងបាទហើយចំណុចមួយទៀតដែលយើងអាចសង្កេតឃើញដែរគឺថាគាត់រៀនអត់ប្រកែប៉ុន្តែបើសម្រាប់ក្មេងដែលលើសពី6ឆ្នាំចន្លោះពី6ឆ្នាំដល់12ឆ្នាំគាត់មានថែមអាការៈផ្សេងទៀតតាក់ទងទៅនឹងរោគសញ្ញានៃការថប់អារម្មណ៍ហ្នឹងគឺគាត់ឡើងចង់ទៅរៀនឬក៏គាត់ខ្ជិលរៀនហ្មងបាទហើយរៀនបន្ទុកពីមុនធ្លាប់តែរៀនគ្រាន់បើអញ្ចឹងបន្ទុកហ្នឹងធ្លាក់យកហ្មងបាទប៉ុន្តែបើសម្រាប់យុវវ័យវិញយុវវ័យដែលអាយុចាប់ពី13ឡើងទៅនេះរហូតដល់17 18ឆ្នាំហ្នឹងរោគសញ្ញានៃការថប់អារម្មណ៍របស់គាត់គឺគាត់អាសានៅម្នាក់ឯងបាទគាត់នៅម្នាក់ឯងក្នុងបន្ទប់អត់ធ្វើអីចឹងណាហើយគាត់អាសាគិតផ្ដេសផ្ដាស់បាទមិនថាគាត់កັບកិរិយាបង្ហាញមកថារបៀបធ្វើអីផ្ដេសផ្ដាស់ចឹងណាបាទគិតនិយាយរួមគឺថាចង់គិតខ្លីបើនិយាយសួរស្ដាប់ណាចង់គិតខ្លីចង់ធ្វើរឿងអីដែលប្រឈមនឹងហានិភ័យខ្ពស់ណារបៀបធ្វើអីដែលយើងគិតថាអាហ្នឹងគ្រោះថ្នាក់គាត់ចង់ធ្វើវិញអញ្ចឹងសម្រាប់យុវវ័យហ្នឹងគឺមានគ្រោះថ្នាក់មែនទែនជាវ័យតែគ្រោះថ្នាក់មែនទែនព្រោះគាត់វិវត្តការថប់អារម្មណ៍ហ្នឹងទៅជា depression ណាទៅជាជំងឺបាក់ទឹកចិត្តហ្នឹងលឿនបាទលឿនជាងក្មេងឬក៏ជាមនុស្សចាស់គឺវ័យហ្នឹងគឺលឿនជាងគេបើមិនជាគាត់វិវត្តទៅដល់ដំណាក់កាលជំងឺបាក់ទឹកចិត្តដែលហៅថា depression ហ្នឹងហើយអាការគិតខ្លីរបស់គាត់ហ្នឹងគាត់ធ្វើភ្លាមហ្មងបាទគាត់គិតបានវែងឆ្ងាយទេរោគសញ្ញាទាំងអស់ហ្នឹងវាកើតចេញពីសម្ពាធផ្លូវចិត្តផ្លូវកាយដែលខ្ញុំនិយាយខាងដើមហ្នឹងនៅពេលដែលយើងបង្ខំគាត់រៀនខ្លាំងពេកឬក៏ឪពុកម្ដាយនឹងមានក្តីរំពឹងទៅលើកូនហ្នឹងវាខ្ពស់ពេកដែលកូនមិនអាចធ្វើបានឬក៏កូនគាត់មានអារម្មណ៍ថាគាត់គ្មានសមត្ថភាពធ្វើដល់ប៉ុណ្្នឹងទេប៉ុន្តែគាត់អត់មានជំរឿគាត់ទៅធ្វើគាត់ខ្លាចឪពុកម្ដាយគាត់ស្ដីឲ្យឬក៏គិតថាមិននាំកិត្តិយសដល់គ្រួសារអីចឹងអញ្ចឹងតើយើងគួរដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េចហើយយើងទប់ស្កាត់យ៉ាងម៉េចកុំឲ្យកូនធ្លាក់ដល់ចំណុចនេះធម្មតាសម្ពាធយើងជាមិនផុតទេសម្ពាធត្រូវតែមានប៉ុន្តែយើងព្យាយាមបង្កើតសម្ពាធល្អឲ្យគាត់បាទសម្ពាធល្អហ្នឹងគឺជាការជំរុញកូនឲ្យខំរៀនហ្នឹងហើយដូចដែលខ្ញុំនិយាយហ្នឹងយើងជំរុញកូនឲ្យខំរៀនហើយកូនមានឆន្ទៈចង់រៀនហ្នឹងវាជាសម្ពាធមួយដែរប៉ុន្តែល្អមានណាគាត់ចង់ធ្វើបាទហើយយើងអត់មានក្តីរំពឹងអីពីគាត់ទេន័យថាឲ្យតែកូនខំរៀនកូនប្រឹងរៀនគឺប៉ាម៉ាក់សប្បាយចិត្តបាទជាជោគជ័យរបស់គ្រួសារយើងឲ្យតែកូនខំរៀនដល់តែផលមិនក៏បានយើងព្យាយាមកុំដាក់ក្តីរំពឹងឲ្យគាត់កុំមានក្តីរំពឹងណាដែលជាលក្ខខណ្ឌណាមកជាលក្ខខណ្ឌកំណត់ព្រំដែនមួយដែលគាត់ត្រូវដល់ហ្នឹងអាហ្នឹងសម្ពាធដូចខ្ញុំនិយាយថាវាជាសម្ពាធអាក្រក់ឯងអញ្ចឹងសួរថាអញ្ចឹងបើអត់មានក្តីរំពឹងមានអីចឹងធ្វើម៉េចគាត់ដឹងតែទៅណាមកណាហើយធ្វើម៉េចខំរៀនបាទក្តីរំពឹងដូចខ្ញុំនិយាយខាងដើមឪពុកម្ដាយវាមានហើយឪពុកម្ដាយមានក្នុងខ្លួនហើយថាចង់ឲ្យកូនបកកែជាងគេចង់ឲ្យកូន
hiện ban bên này bên nó chọn là lỏng chọp này lỏng chọp nó bộ bên này nó còn miền nó tiền nhóm còn miền này bên tay còn là dương còn bẹp côn dương mà dương còn thao ai côn nhưng không miền từ chứng dương thời đăng ra smart phiệp quạt bên ná cứ bàn bên này tầm khán oi từ quạt bàn đã chết hiến cứ từ tôi vô lọt phòn từ hay từ sao lực thực chất quạt từ bên đại quạt không bằng vậy nữa mà bên tay kéo vì đây đồng phân đại dương chọn đã hay dương chọn ai côn miền passion con ai chọn hiến nữa cứ dương ai bằng cao chỉ cố đau mỏi quạt mà dương màu riêng quạt bằng cao cố đau quạt ở dụ bên ná dương cao cố đau bên năng tử mà bây giờ thì quạt ở dụ vẹn năm cố đau quạt này kì và thà cố đau quạt trong tinh làn và chia mùi mà lên chứng dương chia vùng một đáy mà tha chia thật khơi côn trong ban ấy dương chia thật tinh oi ở bên phẹp côn tha mấy bạn tinh ở côn mua là hai đầy nhưng con ọt vô vì cô bầm nón dướng hay còn con vô vì tầm lấy này là bọn này nhưng mà sure là tha dương phòng thật tinh là bọn nó có là đá hay còn chọn ban là bọn nó dương cầm toan tinh dương set về chia goal chỉ cố đại quạt mà úi đó ta lỡ không dẹp bê là bấy sạp đà và sân chỉ còn anh riêng nó là nắng không phẳng đập cũ hay ởตัวtoàn là cam ấy bị sả tế hay thầu bình hoa vật nơi tẹt bưởi cục ai cũ 700 ម៉ាក់ម្លឹកទេគូធ្វើបាន3សប្តាហ៍ជាប់គ្នាម៉ាក់តែញ៉ាំនឹងឲ្យអាហ្នឹងវាបង្កើតជាគោលដៅមួយឲ្យគាត់ថាអូខេគាត់ធ្វើពេញលក្ខខណ្ឌហ្នឹងធ្វើប៉ុណ្ណឹងបានអាហ្នឹងអញ្ចឹងនៅពេលដែលគាត់ខំប្រឹងធ្វើអញ្ចឹងទៅបានថាពេលដែលគាត់ធ្វើហ្នឹងគាត់នឹកឃើញរបស់នោះដែលជំរុញចិត្តគាត់ឲ្យធ្វើអត់បោះបង់ចោលទេបាទធ្វើទៅគាត់បានមកពេលដែលបានមកអញ្ចឹងគាត់ចាប់ដើមឲ្យតម្លៃរបស់ដែលគាត់បានមកគាត់ថាអានេះមានតម្លៃនេះតើគាត់ប្រឹងប៉ុណ្ណឹងអត់បានណាបាទថ្ងៃក្រោយគាត់ទៅមើលរបស់ផ្សេងដែលមានតម្លៃថ្លៃជាងហ្នឹងគាត់ដឹងថាអូអានេះមិនងាយបានទេតើធ្វើច្រើននេះហ្នឹងទៀតអានេះគឺជាការបង្កើតគោលដៅមួយសម្រាប់ក្មេងតូចបាទហ្នឹងបង្កើតសម្រាប់តូចបាទអញ្ចឹងបើសិនជាកូនយើងអាយុច្រើនជាងហ្នឹងយើងគោលដៅយើងរបៀបផ្សេងពីហ្នឹងទៅបាទគោលដៅយើងមិនចាំបាច់តែដូចគ្នាឬក៏គោលដៅហ្នឹងតែរបស់ទេគោលដៅអីក៏បានដែរយើងអាចបង្កើតគោលដៅរយៈពេលវែងក៏បានដែរពេលវែងទៅថ្ងៃអនាគតណាបាទធម្មតាយើងត្រូវឲ្យកូនយើងយល់ថាទម្រាំតែបានជោគជ័យអីមួយខ្លាយទៅជាមនុស្សល្បីមួយតើអ្នកនោះគាត់ឆ្លងកាត់អីខ្លះអញ្ចឹងយើងឧស្សាហ៍និទានរឿងហើយប្រាប់ពីដំណើរជីវិតរបស់ម្នាក់នោះឲ្យកូនយើងស្ដាប់ទៅឲ្យកូនយើងយល់ថានេះតម្លៃនៃការសិក្សាហ្នឹងគឺវាអញ្ចឹងវាត្រូវតែខំប្រឹងអញ្ចឹងបាទអញ្ចឹងគាត់ស្គាល់ពីគុណប្រយោជន៍នៃការរៀនសូត្រហើយមួយទៀតបើសិនជាចំនួននៃក្តីរំពឹងរបស់យើងដែលយើងមិនចង់និយាយប្រាប់កូនខ្លាចជាសម្ពាធដល់កូនហ្នឹងយើងអាចប្រើវិធីសាស្ត្រមួយទៀតយើងប្រើពាក្យថា aim ឧទាហរណ៍ថាគាត់ប្រឡងអីមួយយើងចិត្តយើងចង់ឲ្យគាត់ប្រឡងបានលេខ1មិនអញ្ចឹងទេឬបានបន្ទុក100មិនអញ្ចឹងទេបាទប៉ុន្តែបើយើងដាក់លក្ខខណ្ឌថាគាត់ឯងប្រឡងបានបន្ទុក100ហើយបានលេខ1បាត់ប៉ាម៉ាក់ស្រឡាញ់ណាឃើញអានេះវាជាក្តីរំពឹងជាលក្ខខណ្ឌអញ្ចឹងកូនមាន pressure ហើយបាទប៉ុន្តែបើយើង aim វិញយើងឃើញថាកូនឯងប្រឡងនេះកូនឯងខំប្រឹងរៀនហើយកូនឯង aim យកឲ្យបាន100កូនឯង aim ណាកូនឲ្យតែកូនឯង aim 100បន្ទុកកូនឯងបានមកគឺវាដឹងតែខ្ពស់ហើយឃើញគាត់ឃើញខុសគ្នាតែពិតនៃយើងគឺចង់ឲ្យបាន100ប៉ុន្តែអត់មានដាក់សម្ពាធថាកូនឯងត្រូវបាន100ទេមានន័យថាបើយើង aim ទៅ100លទ្ធផលយើងវាយ៉ាងហោចណាស់ក៏វានៅក្បែរ100ហ្នឹងដែរបាទនេះជាវិធីសាស្ត្រមួយទៀតក្នុងការនិយាយជាមួយកូនដែលมันមានសម្ពាធនៅក្នុងហ្នឹងបាទអញ្ចឹងកូនក៏គាត់ថាអូខេគាត់ aim 100អញ្ចឹងគាត់ដឹងថាបើសិនគាត់បាន100ក៏មិនមែនជាកំហុសរបស់គាត់ទេព្រោះគាត់ aim តាបាទគាត់ aim តាមិនចឹងបាទអញ្ចឹងវាជាយុទ្ធសាស្ត្រឈ្នះទាំងកូនទាំងយើងអញ្ចឹងវាស៊ីសងទៅលើរបៀបយើងនិយាយជាមួយកូនបាទយើងនិយាយទន់ភ្លន់យើងនិយាយពីរបៀបជាក្មេងបាទជាមិនមានលក្ខខណ្ឌដាច់ណាត់អីហ្នឹងហើយជាពិសេសគឺយើងផ្ដល់តម្លៃទៅលើការខិតខំប្រឹងប្រែងរបស់កូនជាកម្លាំងចិត្តកូនអានេះវាជាយុទ្ធសាស្ត្រមួយល្អបំផុតសម្រាប់ជំរុញកូនឲ្យខំរៀនបាទហើយទន្ទឹមនឹងដែរដើម្បីឲ្យកូនរៀនបកកែខំរៀនហ្នឹងគឺពុកម្ដាយចាំបាច់ត្រូវតែគ្រប់គ្រងកូនទាំងកម្លាំងកាយទាំងកម្លាំងចិត្តផ្ដល់អាហារូបត្ថម្ភល្អឲ្យគាត់ញ៉ាំឲ្យគាត់គេងគ្រប់គ្រាន់អីហ្នឹងវាជាការគ្រប់គ្រងនៃកម្លាំងកាយហើយសម្រាប់កម្លាំងចិត្តហ្នឹងគឺជាការលើកទឹកចិត្តគាត់បាទយើងការបញ្យល់គាត់ទៅសើគាត់បាទឬក៏ផ្ដល់រង្វាន់ឲ្យគាត់ពេលបានល្អហើយនៅពេលដែលគាត់ខំប្រឹងរៀនហ្នឹងក៏មានជាការសរសើរអីមួយដល់គាត់បាទហើយយើងនៅតែអបអរសាទរជានិច្ច
មិនថាលទ្ធផលបែបណាទេជាពិសេសហ្នឹងយើងបាទពាក្យពេចន៍របស់យើងនិយាយមកគាត់ហ្នឹងឲ្យទន់ភ្លន់បាទទន់ភ្លន់តិចអញ្ចឹងណាព្រោះក្មេងយើងគិតថានិយាយកាចដាក់គាត់ជេរគាត់ហ្នឹងគាត់ស្ដាប់យើងបាទគាត់ស្ដាប់យើងតែថាគាត់ខ្លាចយើងទេគាត់មិនមែនគោរពយើងទេប៉ុន្តែអាចនិយាយតិចនេះយើងនិយាយតិចហ្នឹងនិយាយរាល់ថ្ងៃហ្នឹងបាទចាប់យើងធ្វើជាទម្លាប់តាំងពីក្មេងមកយូរទៅពាក្យតិចហ្នឹងគឺជាអាវុធមួយដ៏មានប្រសិទ្ធភាពនិយាយទៅវាចាក់ចូលជ្រៅទៅកាលណាយើងនិយាយទន់ភ្លន់ជាមួយកូនហ្នឹងក៏គាត់និយាយទន់ភ្លន់ជាមួយមិត្តភ័ក្តិជាមួយបងប្អូនគាត់ជាមួយគ្រូគាត់អីយ៉ាងដូចគ្នាបើយើងហឹង្សាជេរកូនស្រីដាក់កូនហ្នឹងក៏គាត់ស្រែកដាក់មិត្តភ័ក្តិគាត់គ្រូគាត់ឬក៏នរណាផ្សេងដែលគាត់មានបញ្ហាជាមួយគាត់ឆ្លើយតបដោយហឹង្សាដូចគ្នាបាទអញ្ចឹងយើងត្រូវដឹងថាកូនហ្នឹងគាត់ copy ពីយើងទៅណាអត្តចរិតយើងមិនហ្នឹងគឺកូនយើងយ៉ាងហើយបងប្អូនអាចចំណាំមើលទៅថាបើសិនជាយើងឃើញឪពុកម្ដាយគេដែលមានសិលធម៌សុជីវធម៌ល្អហ្នឹងគឺកូននឹងអូតូម៉ាទិកហ្នឹងមិនបាច់ឪពុកម្ដាយទៅអង្គុយប្រាប់ឲ្យកូនធ្វើអញ្ចឹងល្អសុជីវធម៌ចេះមិនក៏បានដែរបាទគឺវាអូតូម៉ាទិកហ្មងព្រោះកូនហ្នឹងវានៅមួយឪពុកម្ដាយរាល់ថ្ងៃហ្នឹងវាឃើញវាធ្វើតាមហើយខ្លាចតែយើងឪពុកម្ដាយនេះកំហឹងឆេវឆាវណាស្រែកឡូឡាដាក់គេតែឯងនៅក្នុងគ្រួសារឬក៏នៅខាងក្រៅអីស្រែកឡូឡាជេរគេជេរឯងមិនចេះគ្រប់គ្រងកំហឹងខ្លួនឯងហើយមកបរៀនកូនឲ្យមានសុជីវធម៌ល្អសិលធម៌ល្អកូនណាតែស្ដាប់យើងកូនភាគច្រើនគាត់មិនស្ដាប់អ្វីដែលយើងនិយាយប្រាប់គាត់ទេបាទអ្វីយើងនិយាយបដាប្រាប់គាត់កូនយើងណាបើថាគាត់អង្គុយស្ដាប់យើងវិញណាលើចាត់ទុកថាអត់មានគាត់អត់មានកាន់ទូរស័ព្ទឬអត់មានកាន់អីទាំងអស់ហើយគាត់អង្គុយស្ដាប់យើងយ៉ាងច្រើនគាត់យកបានទទួលបានតែ 10% នៃអីដែលយើងនិយាយហ្នឹងទេហើយចូល 10% ហ្នឹងតែពីថ្ងៃហ្នឹងបាត់ទៅទៀតហើយបើសិនថាអាពេលយើងកំពុងនិយាយមកគាត់ហ្នឹងគាត់ចុចទូរស័ព្ទឬក៏គាត់លេងអីយើងនិយាយ100គឺអត់មានចូលទាំងអស់100គឺចេញវិញ100ប៉ុន្តែគាត់ copy ពីសកម្មភាពអត្តចរិតរបស់យើងណាអញ្ចឹងជាចំណុចមួយដែលឪពុកម្ដាយគួរតែរៀនសូត្រដែរបើយើងចង់ឲ្យកូនយើងយ៉ាងម៉េចយើងធ្វើតែអត្តចរិតយើងកាប់កិរិយាយើង personality របស់យើងហ្នឹងគឺវាច្រឡងទៅកូនដោយស្វ័យប្រវត្តិដែរចំណុចមួយទៀតគឺយើងអាចជាក្នុងការជួយជំរុញកូនរៀនហ្នឹងគឺយើងរៀបជា structure មួយបាទណាជា schedule មួយច្បាស់លាស់បាទដែលផ្ដល់ពេលវេលាឲ្យគាត់រៀនសូត្រត្រឹមត្រូវមានម៉ោងគេងសម្រាប់ត្រឹមត្រូវហើយជាពិសេសគឺឲ្យមានម៉ោងលេងបាទយើងត្រូវ balance វាយើងឲ្យកូនលេងផងរៀនផងតាមអាយុរបស់គាត់ណាបើកូននឹងកាន់តែក្មេងគាត់លេងកាន់តែច្រើនហើយរៀនតិចបាទណាយើងអាចបំបែកអាម៉ោងរៀន schedule ហ្នឹងតូចឲ្យគាត់មានម៉ោងលេងច្រើនបាទបើកូននេះធំនេះយើងអាចថារៀនកន្លះម៉ោងឬក៏1ម៉ោងទៅទោះឲ្យគាត់លេងប្រហែលម៉ោងអញ្ចឹងទៅហើយ schedule នេះត្រូវតែយើង enforce មែនណាត្រូវធ្វើម៉េចឲ្យកូនគោរពតាមយើងទាំងកូនទាំងឪពុកម្ដាយត្រូវតែយល់ស្របនឹងទៅលក្ខខណ្ឌនឹងជាមុននឹងយើងដាក់កូនធ្វើណាមុននឹងធ្វើ schedule ហ្នឹងយើងនិយាយជាមួយកូនណាកូនម៉ោងនេះកូនត្រូវរៀនហើយម៉ោងនេះកូនត្រូវលេងចេះម៉ោងនេះកូនចូលគេងម៉ោងនេះចេះហើយយើងហៅគាត់មកមើល schedule ហ្នឹងសិនតើគាត់មានយោបល់ឬក៏គាត់មានការតវ៉ាអត់បាទមានកវ៉ាកន្លែងណាយើង adjust តាមហ្នឹងទៅហើយអូខេចុងក្រោយ agree គ្នាប៉ុណ្ណឹងធ្វើប៉ុណ្ណឹងហើយបើសិនជា schedule លក្ខខណ្ឌហ្នឹងមានហើយយើងជាឪពុកម្ដាយត្រូវតែធ្វើបាទបើគាត់មិនធ្វើតាមហ្នឹងយើងពិន័យគាត់ឲ្យច្បាស់លាស់អញ្ចឹងណាបាទអញ្ចឹងកាលណាយើងច្បាស់លាស់កូនក៏គាត់ច្បាស់លាស់ជាមួយយើងដែរប៉ុន្តែបើសិនជាគាត់ពេលខ្លះគាត់ test boundary មានន័យថាយើងដាក់អញ្ចឹងប៉ុន្តែគាត់អត់ធ្វើតាមម្ដងពីរដងគាត់ចង់មើលថាតើ consequence វាមិនដែរយើងដាក់ទណ្ឌកម្មគាត់អត់ឬក៏មានអីកើតឡើងព្រោះគាត់អត់បើសិនជាអត់មានទេគឺគាត់នៅតែបន្តធ្វើយូរទៅជាទម្លាប់រាល់ច្បាប់ទម្លាប់រាល់លក្ខខណ្ឌដែលយើងដាក់គាត់គឺគាត់អត់ស្ដាប់យើងដាច់ខាតហើយគាត់អត់គោរពយើងទេណាអញ្ចឹងធ្វើជាឪពុកម្ដាយត្រូវតែទន់ភ្លន់ហ្នឹងគឺអូខេប៉ុន្តែត្រូវតែច្បាស់លាស់មើងម៉ាត់ចំណុចមួយទៀតយើងត្រូវតែរៀបចំផ្ទះយើងជាពិសេសកន្លែងដែលគាត់រៀនហ្នឹងជាបន្ទប់សិក្សាមួយហ្នឹងឲ្យវាមានលក្ខណៈថាគាត់ចង់មកអង្គុយរៀនចឹងណាធ្វើមករៀបចំឲ្យស្អាតយើងទិញតុណាមួយដែលគាត់ស្រឡាញ់សៀវភៅពេជ្រអីហ្នឹងដែលគាត់ស្រឡាញ់យើងនាំគាត់ទៅទិញទៅដើម្បីឲ្យគាត់ហ្នឹងគាត់ស្រឡាញ់របស់គាត់ហ្នឹងអញ្ចឹងនឹករាល់ពេលដែលគាត់នឹកដល់ពេលត្រូវធ្វើកិច្ចការផ្ទះហ្នឹងគាត់នឹកឃើញរបស់គាត់ហ្នឹងអារបស់ហ្នឹងវាតាក់ទាញគាត់មកភាគដែរសម្រាប់បទពិសោធន៍ខ្ញុំផ្ទាល់ជាឪពុកក្នុងការជំរុញឲ្យកូនខំរៀននេះជាពិសេសកូនខ្ញុំទាំងពីរនាក់ដែលបច្ចុប្បន្នរៀននៅសិង្ហបុរីទាំងពីរនាក់ហ្នឹងគឺដំបូងឡើយខ្ញុំមានកូនស្រីបងបាទអត់ទាន់មានកូនប្អូនទេកូនស្រីបងហ្នឹងតាំងពីមុនមកតីបាទខ្ញុំជាឪពុកហ្នឹងគឺខ្ញុំតែងតែយកចិត្តទុកដាក់មើលថែគាត់ក្តីស្រឡាញ់គាត់នឹងខ្ញុំហ្នឹងវាស្និទ្ធស្នាលមែនតើបាទអញ្ចឹងគាត់មានអារម្មណ៍តាំងពីដឹងក្តីមកពេលណាហ្នឹងគឺឃើញខ្ញុំនៅក្បែរគាត់រហូតខ្ញុំនិយាយណែនាំគាត់តាមពីគាត់មិនទាន់ចេះនិយាយណាបាទខ្ញុំទៅប្រាប់រៀនរបៀប
សិលធម៌ជីវធម៌អីក៏ខ្ញុំបរៀនអ្វីជាមេរៀនអីតិចតួចក៏ខ្ញុំបរៀនទោះគាត់អត់ទាន់ចេះនិយាយក៏ដោយបាទនិយាយទៅយូរទៅវាទៅជាស៊ាំនៅក្នុងខួរក្បាលរបស់គាត់ណាតែវាគាត់ដឹងថាគួរធ្វើអីមិនធ្វើអីយក2-3ឆ្នាំចូលមកតៃហ្នឹងគឺខ្ញុំតែងតែនៅក្បែរគាត់ជួយបរៀនគាត់ជួយធ្វើ homework គាត់ហើយនៅបើយ៉ាងហោចណាក៏គាត់ធ្វើអីខ្លួនឯងក៏គាត់ខ្ញុំអង្គុយក្បែរគាត់ឬក៏ដាក់គាត់លើផ្លូវអញ្ចឹងដែរហើយគាត់ហ្នឹងក៏មានអារម្មណ៍ថាចង់រៀនដែរព្រោះថានៅពេលដែលគាត់រៀនគឺមានឪពុកគាត់នៅក្បែរគាត់ខ្ញុំឧស្សាហ៍ទានរឿងអ្នកល្បីៗឲ្យគាត់ស្ដាប់អញ្ចឹងទៅហើយថាអ្នកហ្នឹងឆ្លងកាត់បទពិសោធន៍ជីវិតហើយជាពិសេសការសិក្សាយ៉ាងណាដែរបានជោគជ័យអីអញ្ចឹងណាបាទអញ្ចឹងនេះជាកម្លាំងចិត្តមួយជាការគ្រប់គ្រងមួយទៅដល់កូនដើម្បីឲ្យកូនមានកម្លាំងចិត្តក្នុងការរៀនសូត្រដែរបាទសម្រាប់កូនស្រីខ្ញុំអញ្ចឹងពេលដែលគាត់មានផ្លូវចិត្តល្អហើយបាទហើយគាត់គិតថាការរៀនសូត្រហ្នឹងមិនមែនជាសម្ពាធរបស់គាត់រៀនទៅបកកែបាទនិយាយទៅគាត់រៀនបកកែអញ្ចឹងហើយខ្ញុំយកចិត្តទុកដាក់បន្ថែមទៀតគាត់កាន់តែបកកែរាល់ពេលគាត់ត្រូវប្រឡងឬក៏រៀនត្រៀមប្រឡងអីម្ដងហ្នឹងខ្ញុំយកចិត្តទុកដាក់ជួយបរៀនគាត់ផងជួយណែនាំគាត់ផងអញ្ចឹងទៅហើយខ្ញុំតែងតែរបៀបថា set goal មួយគាត់អញ្ចឹងណាបាទហើយខ្ញុំមានជារង្វាន់ផ្ដល់ជូនគាត់ពេលដែលគាត់ខំរៀនបានប៉ុណ្ណេះម៉ោងអញ្ចឹងគាត់ធ្វើទៅលទ្ធផលគាត់គឺល្អជាងក្តីរំពឹងរបស់ខ្ញុំទៀតដែលខ្ញុំរំពឹងថាគាត់មិនដល់ប៉ុណ្ណឹងផងរំពឹងឲ្យខ្ញុំក៏នឹកឃើញថាខ្ញុំចង់ឲ្យគាត់មករៀននៅសិង្ហបុរីនេះតែសមត្ថភាពគាត់ខ្ពស់អញ្ចឹងមុននឹងបញ្ជូនកូនមករៀនខ្ញុំត្រូវនាំកូនមកលេងសិង្ហបុរីនាំគាត់មកមើលសាលាគេរៀនហ្នឹងនេះមើលប្រព័ន្ធអប់រំគេមិននេះហើយគេរៀនអីខ្លះហើយប្រទេសគេរីកចម្រើនមិននេះផ្លូវដើរគេចេះពេលគេទៅរៀនគេចេះខ្ញុំដើម្បីឲ្យគាត់ស៊ាំថាតើបរិយាកាសហ្នឹងគាត់ចង់រៀនអត់ហើយគាត់ចង់មកដល់កន្លែងហ្នឹងអត់ចង់រៀននៅហ្នឹងអត់បាទហើយបញ្យល់គាត់ថាហេតុអីបានជាប្រទេសសិង្ហបុរីហ្នឹងគាត់មានប្រព័ន្ធអប់រំគាត់ល្អគេចង់រៀនហ្នឹងហេតុអីរៀនបញ្យល់គាត់អញ្ចឹងទៅបាទហើយសិង្ហបុរីហ្នឹងចំណាត់ណាត់លេខ1ក្នុងការអប់រំអីចឹងយល់គាត់មាន passion ហ្មងគាត់មាន passion ណាគាត់ចង់រៀននៅសិង្ហបុរីហ្នឹងណាបាទគាត់មើលទៅឃើញស្រឡាញ់បរិយាកាសគេស្រឡាញ់សាលាគេណាប្រព័ន្ធអប់រំគេល្អអញ្ចឹងដល់ពេលដែលថាឥឡូវបើគាត់ឯងចង់រៀនហ្នឹងតើគាត់ឯងរៀនត្រៀមប្រឡងណាអាហ្នឹងគណិតវិទ្យាគេពិបាកណាគាត់ពិបាកគេប្រឡងសិត IQ ហើយ Olympiad Math ហើយមិនគណិតវិទ្យាដែលគាត់ឯងរៀននៅសាលាថ្ងៃហ្នឹងណាជ្រៅយើងហ្នឹងទៀតណាអញ្ចឹងគាត់ថាគាត់រៀនគាត់ថាគាត់ប្រឹងរៀនឃើញគាត់មានឆន្ទៈមួយបាត់បាទអញ្ចឹងខ្ញុំតែងសភៅមកបរៀនគាត់ផងគាត់រៀនខ្លួនឯងផងអីផងអញ្ចឹងបាទខុសផងត្រូវផងអញ្ចឹងទៅដល់ពេលគាត់ទៅប្រឡងជាប់មែនបាទហើយមករៀនសិង្ហបុរីនេះគឺប្រព័ន្ធអប់រំគេគឺកាន់តែល្អមែនតើទាក់ទងទៅនឹងការផ្ដល់ជាយោបល់លើកទឹកចិត្តកូនសិស្សណាហើយជាពិសេសតម្រង់ផ្លូវកូនសិស្សថាគួរតែដើរផ្លូវណាហ្នឹងដោយសារតែគេមានក្រុម counselor គេហើយជាពិសេសគ្រូប្រចាំថ្នាក់គេហ្នឹងគេមកអប់រំណែនាំយើងជាប្រចាំគេឃើញយើងបកកែផ្នែកនេះផ្នែកនោះអញ្ចឹងគេឲ្យយោបល់យើង advice អញ្ចឹងថាខ្លួនឯងអាចដើរផ្លូវនេះធ្វើអានេះអញ្ចឹងទៅណាហើយខ្លួនឯងបកកែអញ្ចឹងអាចរៀនសាលានេះខ្លួនឯងត្រូវរៀនកម្មវិធីនេះនិយាយទៅគាត់ដឹងឥឡូវគាត់ដឹងថាគាត់ត្រូវទៅផ្លូវណាគាត់មានគោលដៅរបស់គាត់មាន passion របស់គាត់វិជ្ជាបាទសឹងថាខ្ញុំហ្នឹងចង់ដឹងត្រូវសួរកូនវិញបាទមិនបាច់ទៅលើកទឹកចិត្តកូនទេគាត់ដឹងយើងទៀតដល់ពេលដែលខ្ញុំមានកូនប្រុសមកវាស្រួលវាដូចថាជាសំណាងខ្ញុំចុះដោយសារយើងមានកូនស្រីមួយជោគជ័យទៅផ្លូវហ្នឹងហើយអញ្ចឹងវា set ជា role model ឲ្យកូនប្រុសហ្នឹងគាត់ឃើញកូនស្រីហ្នឹងគាត់ចង់ធ្វើដូចបងស្រីគាត់ដែរគាត់ចង់បកកែដូចបងស្រីគាត់ដែរអញ្ចឹងយើងមានផ្លូវដើរស្រាប់ហ្នឹងមិនបាក់និយាយបាទអញ្ចឹងគាត់ក៏មាន passion មានគោលដៅអញ្ចឹងហើយគាត់ក៏រៀនត្រៀមប្រឡងដូចបងស្រីគាត់ដែរអញ្ចឹងគាត់ប្រឡងជាប់ដូចគ្នាបាទប្រឡងលើកទី1ហ្នឹងគឺជាប់តែម្ដងដូចគ្នាឥឡូវពីរអ្នកគាត់ហ្នឹងទៅរៀននៅប្រទេសសិង្ហបុរីទាំងពីរសម្រាប់កូនប្រុសខ្ញុំក៏គាត់មានផ្លូវដើរ passion របស់គាត់ដែរគាត់មានសាលាគាត់មាននិយាយទៅគាត់មានគោលដៅមួយគាត់មានសាលាថ្នាក់ទី7មួយដែលគាត់ប៉ងមួយហើយគាត់ថាគាត់ចង់រៀនសាលាហ្នឹងមែនតើបាទអាហ្នឹងបានថាគាត់ aim ទៅហ្នឹងណាហើយខ្ញុំប្រាប់គាត់ថាអញ្ចឹងគាត់ឯង aim សាលាហ្នឹងទៅបើអត់បានសាលាហ្នឹងក៏បានសាលាដែលល្អដែរជា top school ដែរបាទប៉ុន្តែខ្ញុំអត់បានថាឲ្យគាត់ទៅរៀនអាហ្នឹងគឺខ្ញុំជំរុញ expose គាត់ណាបាទដូចជាគេមាន open house មានអីអញ្ចឹងហើយខ្ញុំដឹងថាគាត់មាន skill ខាង engineering អីយ៉ាងឧទាហរណ៍ខ្ញុំដឹងថាគាត់បកកែខាង science and engineering អញ្ចឹងគឺមាន open មានសាលាណាដែលល្បីខាង engineering ហ្នឹងហើយគេមាន open house ខ្ញុំនាំគាត់ទៅគេនិយាយបញ្យល់គាត់ទៅគេចេះបញ្យល់យើងទៀតអញ្ចឹងបង្កើតជាគោលដៅជា passion មួយគាត់ចង់ទៅក្នុងបាត់ហើយឥឡូវនេះ
ដើម្បីទៅដល់នោះបានថាគាត់មើលណាទី7ហើយក៏ទី3នៅ4ឆ្នាំទៀតអញ្ចឹងគាត់ដឹងថាដើម្បីដល់ហ្នឹងតែ4ឆ្នាំហ្នឹងគាត់ត្រូវទៅខ្លះគាត់ដឹងខ្លួនឯងបាត់បាទហើយខ្ញុំជំរុញគាត់ថែមទៀតអញ្ចឹងទៅគាត់មានផ្លូវដើររបស់គាត់ប៉ុន្តែខ្ញុំទាំងម្ដាយគាត់អីទាំងអស់ហ្នឹងគឺมันបានដាក់លក្ខខណ្ឌថាគាត់ឯងរៀនសាលាហ្នឹងយកបានសាលាហ្នឹងប៉ាអត់សប្បាយចិត្តឬម៉ាក់អត់សប្បាយចិត្តអត់ដាច់ជាលក្ខខណ្ឌអីទេប៉ុន្តែគាត់ថាគ្រប់គ្រងគំនិតរបស់គាត់អញ្ចឹងគាត់គិតថាបើគាត់រៀនបានសាលាហ្នឹងគឺគាត់យកតែអត់បានក៏អត់ជាសម្ពាធអីដល់គាត់ដែរវាមិនមែនជាសម្ពាធដល់គាត់ទេបាទអញ្ចឹងអ្វីៗវាចាប់ដើមពីក្មេងទៅបាទហើយបង្កើតទម្លាប់ល្អបើសិនជាកូនគាត់អាយុលើស13ឆ្នាំហើយបាទយើងចាប់ដើមកែប្រែគាត់វាអាចហួសពេលបន្តិចដែរអញ្ចឹងអ្វីៗវាស្ថិតទៅលើឪពុកម្ដាយជាអ្នកកំណត់ដែរបាទជាពិសេសទៅលើក្តីរំពឹងចំពោះកូនបាទអញ្ចឹងជាសរុបមកវិញបើសិនជាបងប្អូនមានក្តីរំពឹងចំពោះកូនបែបណាបងប្អូនអាចទុកតែក្នុងចិត្តហើយសុខចិត្តរៀបចំផ្លូវដើរឲ្យគាត់វិញធ្វើជាអ្នកគ្រប់គ្រងគាត់និងជំរុញលើកទឹកចិត្តគាត់ក្តីរំពឹងយើងទុកតែក្នុងចិត្តហើយយើងចំណាយពេលវេលាជួយគាត់ដើម្បីឲ្យសម្រេចដោយដែលយើងបងប្រាថ្នាហ្នឹងហើយបើទោះបីជាលទ្ធផលគាត់បែបណាក៏ដោយយើងមិនត្រូវបង្ហាញពីភាពអស់សង្ឃឹមភាពអន់ចិត្តដែលគាត់មិនទទួលបានលទ្ធផលដោយដែលយើងចង់បានហ្នឹងទេយើងផ្ទុយមកវិញយើងត្រូវតែលើកសរសើររាល់ការខំប្រឹងប្រែងរបស់គាត់មិនថាលទ្ធផលបែបណាទេ